សួស្តីបងប្អូនបាទថ្ងៃនេះគឺថាចេញ blog ថ្មីទៀតហើយបាទសម្រាប់ថ្ងៃនេះផងដែរគឺខាងសាលាឃុំគាត់ដាក់ទីតាំងដើម្បីធ្វើយុទ្ធនាការឬសម្រាមបងប្អូនបាទហើយក៏ដាក់នៅសាលាពួកខ្ញុំហ្មងទៅហើយឥឡូវនេះគឺពួកខ្ញុំបានកំពុងតែរៀបចំក៏ដូចជាផ្ដល់ដំណឹងឬក៏ផ្សព្វផ្សាយទៅសិស្សដើម្បីគាត់បានត្រៀមខ្លួនក្នុងការដើរឬក៏ធ្វើយុទ្ធនាការជាមួយលោកមេភូមិក៏ដូចជាលោកអឺឃុំណាបាទគឺគាត់អញ្ជើញមកដើម្បីធ្វើយុទ្ធនាការឬសម្រាមនឹងឯងបាទឥឡូវនេះគឺពួកខ្ញុំកំពុងតែរៀបចំសម្ភារៈបាទមានដូចជាស្រោមដៃបាទមានថង់ប្លាស្ទិកមានបាទមានទឹកមានអីចឹងទៅបាទជាពិសេសទឹកនេះទឹកសុទ្ធពេលយើងដើរទៅវាអាចហត់ចឹងកូនក្មេងគាត់ត្រូវការទឹកចឹងត្រូវរៀបចំឲ្យបានច្រើនណាមួយវាតាមពិតពួកខ្ញុំទទួលដំណឹងពីព្រឹកហើយបាទពីព្រឹកហើយត្រូវបានរៀបចំពីព្រឹកហើយប៉ុន្តែខាងសាលាឃុំគាត់មកពីថ្ងៃវិញបាទដោយសារតែគាត់គិតថាបើសិនជាយើងទៅពីព្រឹកវាអាចរំខានដល់ការរៀនសូត្ររបស់ពួកគាត់របស់កុមារហើយឥឡូវគាត់នឹងដាក់ម៉ោងគឺម៉ោងចិត្តចេញទៅផ្ទះអញ្ចឹងណាបងប្អូនបាទឥឡូវនេះគឺពួកខ្ញុំបានចេញដំណើរបាទចេញពីសាលាទៅហើយត្រូវការថតរូបថតអីនៅមុខសាលាបន្តិចបន្តួចបងប្អូនបាទហើយត្រូវមានកាន់បដាកាន់អីចឹងណាបងប្អូនបាទខ្ញុំគិតថាការធ្វើយុទ្ធនាការមួយគឺល្អមែនតើបាទដោយសារតែយើងត្រូវបាទដើរឬសម្រាមនៅក្នុងភូមិបាទណាមួយវាជាទង្វើល្អដែរដើម្បីកុមារគាត់បានចូលរួមក្នុងការងារសង្គមទទួលបាននូវចំណេះដឹងទាក់ទងនឹងបំណិនជីវិតនៅថ្ងៃអនាគតរបស់គាត់ចឹងណាហើយនិយាយទៅគាត់អត់ខ្មាស់ទេបាទគាត់ដើរបាទយ៉ាងមានទំនុកចិត្តតែម្ដងឬសម្រាមបាទហើយនិយាយទៅដើរនឹងតើមកជុំទេដើរជុំវិញភូមិបងប្អូនបាទក្នុងភូមិកម្មនឹងឯងបាទហើយពួកគាត់គឺស្វាហាប់មែនតើបាទខ្លះកាន់ថង់ខ្លះកាន់អឺប្រដាប់គេឬសម្រាមស្ទះដែកហ្នឹងយើងកុំឲ្យវាប្រឡាក់ខ្លះទៅសម្រាមវាអត់សូវល្អទេខ្លះសម្រាមស្ងួតខ្លះសម្រាមសើមអញ្ចឹងទៅបើណាមួយវាភ្លៀងដែរហើយវាប្រឡាក់ខ្លាំងហើយដាក់ស្រោមដៃចិត្តទេហើយមានស្ទះយើងចាប់សម្រាមហ្នឹងក៏ល្អមួយយ៉ាងដែរបងប្អូនបាទនេះសិស្សខ្ញុំគឺគាត់សប្បាយរីករាយមែនតើក្នុងការធ្វើបាទសម្អាតភូមិរបស់គាត់ផ្ទាល់បាទគាត់សប្បាយចិត្តមែនតើឥឡូវនេះគឺបានមកជុំរួចរាល់ហើយគឺពួកខ្ញុំបានត្រឡប់បាទទៅចូលក្នុងសាលាវិញហើយពេលយើងត្រឡប់មកពីឬសម្រាមវិញហើយពួកគាត់បាទដឹងខ្លួនបាទហើយក៏សម្អាតដៃសម្អាតជើងដើម្បីចូលរៀនវិញបាទហើយនេះលោកគ្រូគាត់ក៏លាងដៃដែរហ្នឹងហើយបងប្អូនបាទសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើន